នឹងបង្ហាញចាដល់បងប្អូនទាំងអស់គ្នាជាមួយនឹងភាសាចិនចាពួកយើងនឹងចាប់ផ្ដើមជាមួយនឹងភាសាចិនក្នុងមេរៀនទី9អូខេក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាចាដែលបានធ្វើការ support ជាមួយនឹងវីដេអូឡើងសឹកស៊ីងផងដែរចាអរគុណបងប្អូនមែនទែនដែលធ្វើការ support ជាមួយនឹងវីដេអូទី1និងវីដេអូទី8ចានៅហើយយោចានៅតែវីដេអូទី9នេះទៀតទេបងប្អូនទាំងអស់គ្នាណាអញ្ចឹងចាខ្ញុំក៏សូមធ្វើការអធិស្ឋានចំពោះបងរៀមច្បងទាំងអស់គ្នាដែលគាត់ចេះភាសាចិនច្រើនចាបងប្អូនទាំងគ្នាណាបើមិនជាបងស្ដាប់ទៅជាមួយនឹងសំឡេងចាឡើងសឹកស៊ីងចាបងអូនស្រីចាមានកន្លែងណាដែលខុសឆ្គងអីឬក៏ខុសជាមួយនឹងសំឡេងបងទាំងអស់គ្នាអាចធ្វើការ comment នៅខាងក្រោមវីដេអូនេះបានសូមគុំប្រកាន់បងទាំងអស់គ្នាណាអូខេថ្ងៃនេះចាពួកយើងខៃសឺជាមួយនឹង星期一到星期天ពួកយើងចាប់ដើមជាមួយនឹងថ្ងៃចាថ្ងៃនៃមួយសប្តាហ៍មកដល់គ្នាណាថ្ងៃនៃមួយសប្តាហ៍គឺស្មើនឹង7ថ្ងៃចាមួយសប្តាហ៍ស្មើនឹង7ថ្ងៃអញ្ចឹងយើងចាប់ដើមខែសឺពី星期一到星期天ចាបងប្អូនទាំងអស់គ្នាថ្ងៃច័ន្ទអង្គារពុធប្រហ័សសុក្រសៅរ៍ហើយយោអាទិត្យបងប្អូនទាំងគ្នាណាអញ្ចឹងថ្ងៃច័ន្ទយើងអានថា星期一សឺថ្ងៃច័ន្ទ星期二សឺថ្ងៃអង្គារ星期三សឺថ្ងៃពុធ星期四សឺថ្ងៃប្រហ័ស星期五សឺថ្ងៃសុក្រ星期六សឺថ្ងៃសៅរ៍ហើយយោ星期天សឺថ្ងៃអាទិត្យប៉ុន្តែសម្រាប់ពាក្យថាថ្ងៃអាទិត្យនេះមួយបងប្អូនទាំងគ្នាគឺមានករណីពិសេសមែនតើបងប្អូនទាំងគ្នាយើងអាចប្រើជាមួយនឹង星期天ក៏បាននិង星期日ក៏បាន星期天ហើយយោ星期日យើងអាចប្រើថាថ្ងៃអាទិត្យអញ្ចឹងថ្ងៃនេះជាមេរៀនទី9បងប្អូនទាំងគ្នាណាជាមេរៀនទី9សម្រាប់បងប្អូនទាំងគ្នាយកទៅអនុវត្តផ្ទាល់បង្រៀនកូនចាបង្រៀនកូនមិនចង់ចំណាយពេលវេលាមិនចង់ចំណាយថវិកាគាត់នឹងចូលមើលវីដេអូនេះហើយជួយ like និងជួយធ្វើការ copy link ឡើងសឹកនឹងមានកម្លាំងចិត្តធ្វើចាជាមួយនឹងពាក្យថ្មីវីដេអូថ្មីនិងប្រយោគថ្មីអូខេជាមួយនឹងតិសឺខបងប្អូនទាំងគ្នាណាយើងទៅរៀនជាមួយនឹងបទចម្រៀងមួយបទចានីហៅពូហៅចាអូខេអញ្ចឹងយើងទៅចាប់ផ្ដើមរៀនជាមួយនឹងតិសឺខទាំងអស់គ្នាណាអូខេអរគុណជំរាបលាបាយបាយចាជៀនតាចា